កំណួនហ្នឹងចង់និយាយពីតំណែងរបស់ខ្ញុំជាមួយនឹងដៃខ្ញុំកំឡុងនៅឆ្នាំ2021ខ្ញុំនៅខេត្តបាត់ដំបងហើយជាទូទៅខ្ញុំមកសៀមរាបទៅជួបគាត់ផាជាពី3ខែម្ដងចាហើយនៅតាមផ្លូវខ្ញុំជិះមកខ្ញុំមានអារម្មណ៍ថាពុលឡានខ្ញុំមានអារម្មណ៍ថាហត់ខ្ញុំមានអារម្មណ៍ថាក្តៅវិញអញ្ចឹងប៉ុន្តែនៅពេលដែលខ្ញុំជុំម៉ាក់ខ្ញុំភ្លាមអារម្មណ៍អស់នោះគឺបាច់ខ្ញុំទេហ្នឹងហើយទើបដូចជានៅពេលឃើញគាត់ចឹងគាត់ដូចជាថ្នាំទឹកមួយដែលជាបានអាចជំងឺចិត្តជំងឺកាយតំជាផងអញ្ចឹងណាចាអញ្ចឹងហ្នឹងហើយជាស្ដេចទៅក្នុងរូបហ្នឹងគឺខ្ញុំនៅកណ្ដាលដំណាក់ទៅរូបខ្ញុំតែមានជំនុំផ្ទាល់លេខដំណាក់វាខ្លួនខ្ញុំហើយម្ដាយខ្ញុំគឺដូចជាព្រះមួយដែលធំដែលអបកសោតខ្ញុំជួយទ្រទ្រង់ខ្ញុំដែរបង